Vàបងប្អូននេះអឺសាន់គុណខ្មែរយើងហ្នឹងបាទបងប្អូនស្គាល់ទេសាន់គុណខ្មែរហាត់នៅក្លឹបគុណខ្មែរដូនតាបងប្អូននេះគាត់កំពុងតែចាប់គ្រឿងសំគ្រឿងឯងបាទមុនញ៉ាំគឺចេះសំគ្រឿងខ្លួនឯងទៀតមិនមែនចេះញ៉ាំទេគាត់សំដល់ឆ្ងាញ់មិនញ៉ាំសាន់បាទសំគ្រឿងអីគេនោះសំគ្រឿងគុយទាវសាច់គោវ៉ាវបើហ្មងណាបាទគឺសាច់គោហើយអត់បាយប្រហែលម៉ោងប្រហែលនាទីប្រហែលថ្ងៃហីអត់បាយ2ថ្ងៃអត់បាយ2ថ្ងៃបាទតាំងថ្ងៃបង្ហោះមកហើយមិនក៏អត់បាយយូរម៉េចដោយសារតែយើងហូបពីតិចបងតែថាយើងតម3គីឡូយើងលេងច្រើនឥឡូវគីឡូហូប4ជាងអូយើងឡើងគីឡូយើងតមបាទដោយសារតែត្រូវការសម្រាប់គីឡូបាទដើម្បីធ្វើការគួតផ្លឹងគីឡូត្រៀមប្រកួតបាទអញ្ចឹងឥឡូវនេះញ៉ាំបានគឺមានន័យថាយើងឡើងហើយបាទគីឡូគឺត្រឹមត្រូវបានគ្រប់បានណាគ្រប់គ្រាន់តែត្រូវណាបាទអញ្ចឹងហើយត្រូវវាយថ្ងៃណាអញ្ចឹងគឺគីឡូប្រកួតថ្ងៃស្អែកបងមកបាយបងហើយខ្ញុំប្រកួតលក្ខណៈ3ទឹកហើយ2ចុងក្រោយគេតោះខ្ញុំញ៉ាំប្រទានបងប្អូនបាទអញ្ចឹងអត់មានសំខាន់យូរទេអញ្ជើញផ្សារចុះណាបាទអរគុណ